មិត្តភាពក្នុងវ័យជំទង់របៀបនៃការដោះស្រាយជម្លោះនិងការកសាងភាពធន់ផ្លូវចិត្តក្នុងដំណាក់កាលនៃវ័យជំទង់មិត្តភក្តិប្រៀបដូចជាគ្រួសារទីពីរទំនាក់ទំនងនេះផ្ដល់នូវសេចក្តីសុខការគាំទ្រនិងការរៀនសូត្រពីសង្គមប៉ុន្តែនៅពេលដែលមានការខ្វែងគំនិតគ្នាវាក៏អាចបង្កជាសម្ពាធផ្លូវចិត្តខ្លាំងផងដែរដូច្នេះការចេះដោះស្រាយជម្លោះដោយឆ្លាតវៃគឺជាជំនាញជីវិតដ៏សំខាន់បំផុតសម្រាប់យុវវ័យមួយស្វែងយល់ពីឫសគល់ដែលជម្លោះកើតឡើងជម្លោះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេការយល់ពីហេតុផលនឹងជួយឲ្យយើងមិនសូវមានអារម្មណ៍អាក់អន់ចិត្តគ្នាខ្លាំងក្នុងនោះយើងត្រូវយល់ពីចំណុចមួយចំនួនដែលអាចនាំឲ្យមានជម្លោះការផ្លាស់ប្ដូរអត្តសញ្ញាណក្នុងវ័យជំទង់ម្នាក់កំពុងស្វែងរកខ្លួនឯងចំណង់ចំណូលចិត្តដែលធ្លាប់តែដូចគ្នាកាលពីនៅក្មេងអាចនឹងប្រែប្រួលដែលធ្វើឲ្យមិត្តភក្តិមានអារម្មណ៍ថាបុគ្គលិកឆ្ងាយឥទ្ធិពលនៃបណ្ដាញសង្គមការបង្ហោះរូបភាពការមិនចុច like ឬការបកស្រាយខុសលើសារដែលសរសេរខ្លីអាចបង្កជាការយល់ច្រឡំធំដុំសម្ពាធពីក្រុម peer pressure ការចង់ឲ្យគេឯងទទួលស្គាល់ជួនកាលធ្វើឲ្យយើងប្រព្រឹត្តអ្វីមួយដែលប៉ះពាល់ដល់អារម្មណ៍មិត្តជិតស្និទ្ធ2ការដោះស្រាយជម្លោះប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយមិត្តភក្តិសូមសាកល្បងអនុវត្តតាមគោរពមន្តសន្តិវិធីដូចជាតែ24 ហោរប្រសិនបើអ្នកខឹងខ្លាំងសូមកុំផ្ញើសារឬនិយាយអ្វីទាំងអស់ទុកពេល24 ម៉ោងឲ្យអារម្មណ៍ត្រជាក់សិនការនិយាយទាំងកំហឹងនឹងធ្វើឲ្យមិត្តភាពកាន់តែប្រេះឆាការប្រើប្រាស់គីភាសាបង្ហាញអារម្មណ៍ជំនួសឲ្យការនិយាយថាឯងអាក្រក់ណាស់ដែលដើរចោលយើងទៅលេងជាមួយអ្នកផ្សេងស្ដាប់ទៅដូចជាការចោទប្រកាន់ចូលនិយាយថាពួកខ្ញុំមានអារម្មណ៍ថាឯកោនឹងអន់ចិត្តនៅពេលដែលឯងមិនបានបួលខ្ញុំទៅជាមួយដែរវាបង្ហាញពីអារម្មណ៍ពិតរបស់អ្នកដោយមិនផ្ដោតលើការបន្ទោសការស្ដាប់ដើម្បីយល់មិនមែនស្ដាប់ដើម្បីឈ្នះនៅពេលមិត្តភក្តិកំពុងនិយាយចូលព្យាយាមដាក់ខ្លួនក្នុងកាលៈទេសៈរបស់គេសួរខ្លួនឯងថាតើមានអ្វីកើតឡើងចំពោះគេបានជាគេធ្វើបែបនេះ3ការកសាងភាពរឹងមាំផ្លូវចិត្តនិងការស្ដារទំនាក់ទំនងភាពរឹងមាំមិនមែនជារបាំងដែកដែលមិនចេះឈឺចាប់ទេប៉ុន្តែវាគឺជាសមត្ថភាពងើបពីដួលដូច្នេះបើដឹងថាខ្លួនឯងខុសការសុំទោសមិនមែនជាការចាញ់ទេប៉ុន្តែវាបង្ហាញពីភាពចាស់ទុំនិងតម្លៃដែលអ្នកផ្ដល់ឲ្យមិត្តភាពនោះទន្ទឹមនឹងនេះការរៀនកំណត់ព្រំដែនផ្ទាល់ខ្លួននិងការគោរពគ្នាទៅវិញទៅមកនឹងជួយឲ្យមិត្តភាពកាន់តែល្អសរុបមកវិញជម្លោះដែលកើតក្នុងវ័យជំទង់គឺជាការបង្រៀនយើងឲ្យចេះអត់ធ្មត់យល់ចិត្តនិងចេះសម្រុះសម្រួលមិត្តភាពដែលរឹងមាំបំផុតជាមិត្តភាពដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នាហើយនៅតែចាប់ដៃគ្នាដើរទៅមុខទៀត